ថាធីវខ្ញុំឬក៏ធីវគេទេម្នាក់បុកមកកប៉ាល់នេះច្រើនមែនទែនសុំសម្រាប់នៅលើកប៉ាល់នេះដោយសារតែអត់មានកប៉ាល់ឡើងកប៉ាល់គេមិនទាន់ចូលការងារហើយកប៉ាល់ខាងខ្ញុំនឹងការងារក៏មិនទាន់ចូលសម្រាប់ចិត្តដែលជា fan របស់ប្រជាជនកម្ពុជាហើយវីដេអូនេះកាលដែលខ្ញុំទៅស្នាក់នៅកន្លែងគេរយៈពេល15ថ្ងៃហើយនេះខ្ញុំឈរថតពីក្បាលកប៉ាល់ទៅក្តិតកប៉ាល់បងប្អូនដោយសារតែឃើញធីវខាងគេហ្នឹងទៅឡើងកប៉ាល់ថ្មីមកថែមទៀតអញ្ចឹងហើយខ្ញុំក៏ឆ្លៀតថតឲ្យបងប្អូនមើលទៅហើយណាមួយខ្ញុំអត់បានធ្វើការធ្វើអីផងតនេអត់ការងារធ្វើមានតែថតវីដេអូទុកឲ្យបងប្អូនទស្សនាលេងកំសាន្តទៅដោយសារតែឃើញមនុស្សច្រើនណាស់បងប្អូនដោយសារតែកប៉ាល់ហ្នឹងវាខ្លីអត់វែងទេណាអត់ធំទេអត់ទៅធំប្រហែលទេជាង200ម៉ែត្រក៏តូចប៉ុន្តែបើនិយាយពីមនុស្សវិញបាច់និយាយទេឡើងណែនក្តានរត់តែផ្លូវដើមចង់ឃើញហើយរកកន្លែងដេកពួនក៏ពិបាកផងសំណាងហើយអត់មានភ្លៀងគ្រាន់តែខ្ញុំរាប់ត្រួសសោះឡើងជិត1000នាក់ហើយមនុស្សចាស់ខ្លះក្មេងខ្លះខ្ញុំអត់រាប់បញ្ចូលទេហើយជនជាតិសៀមក៏ខ្ញុំអត់រាប់បញ្ចូលដែរបងប្រុសអីគាត់នៅលើកប៉ាល់នឹងខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេប៉ុន្តែស្គាល់បងខ្ញុំដល់ពេលអញ្ចឹងទៅខ្ញុំហៅបងគាត់ធ្វើការនៅនឹងដល់ពេលគាត់ដើរមកគាត់ថាអូស្មានតែតារាល្បីក៏ប៉ិតរូបខ្លួនឯងសោះពេលដែលខ្ញុំដើរមកមុខតិចគឺមានធីវគេកំពុងតែធ្វើរោងហើយរោងហ្នឹងរោងលក់អីវ៉ាន់ណាបងប្អូនភាសាថៃគេហៅម៉ែខាហ្នឹងបងប្អូនជាទីស្រឡាញ់កុំភ្លេចថែសុខភាពផងណាសម្រាប់ខ្ញុំជាប្រចាំខ្ញុំអត់ដែលចោលទេអាហារសុខភាពប្រចាំថ្ងៃជាពិសេសថ្នាំភ្នែកឬក៏វីតាមីន C ប៉ុន្តែថ្ងៃនេះគឺខ្ញុំហូបថ្នាំភ្នែកបងប្អូនហើយមួយថ្ងៃខ្ញុំហូបតែមួយគ្រាប់ទេប៉ុន្តែសម្រាប់បងប្អូនណាដែលមានសមត្ថភាពគាត់ហូបមួយថ្ងៃ2គ្រាប់ទៅហើយថ្នាំភ្នែកនេះមានឈ្មោះថា Ilotin Atomy បងប្អូនអត្ថប្រយោជន៍វាគឺព្យាបាលភ្នែកខ្សោយជាពិសេសបងប្អូនដែលមានបញ្ហាឈឺភ្នែកខ្លាំងភ្នែកឡើងបាយភ្នែកលកម្មហៀទឹកភ្នែកជាប្រចាំភ្នែកកតុយថ្លែនចំណាំងភ្លើងពីអំពូលឬក៏ចំណាំងភ្លើងពីទូរស័ព្ទអាចមានបញ្ហាធ្វើឲ្យភ្នែកខូចបានអញ្ចឹងហើយបងប្អូនអាចសាកល្បងប្រើជាមួយនឹងអាហារសុខភាព Atomy Ilotin បានព្រោះវាជាផលិតផលកូរ៉េសុទ្ធ 100%មានក្រសួងត្រឹមត្រូវដូចខ្ញុំអញ្ចឹងខ្សោយភ្នែកតាំងពីអាយុខ្ទង់10ឆ្នាំហើយមួយជាហៀងនេះគឺមួយជាហៀងខាងឆ្វេងដៃមិញខ្ញុំថតខាងស្ដាំដៃឥឡូវមកថតខាងឆ្វេងដៃឲ្យបងប្អូនមើលម្ដងខាងនេះក៏គេសវោធ្វើរោងដែរដោយសារតែឡងច្រើនធីវមែនទេបងប្អូនក្នុងមួយធីវអ្នកខ្លះជាង100នាក់អ្នកខ្លះ70 80 90អីចឹងទៅហើយក្មេងៗអត់បានរាប់បញ្ចូលទេនៅនេះសបោខ្មែរយើងលក់ចំណីចំណុកណាបើខាងខ្ញុំវិញខ្ញុំចាយលុយសុទ្ធពេលអញ្ចឹងខ្ញុំចូលចិត្តទិញនំខ្មែរចំណីចំណុកអីចង់ហូបអីគឺទិញរបស់ខ្មែរឲ្យភាគច្រើនប៉ុន្តែសម្រាប់ក្រុមគ្រួសារអ្នកដទៃវិញគេសិនមកកប៉ាល់សិនទាំងអស់គ្នាអត់មានអ្នកណាចាយលុយសុទ្ធមានតែក្រុមគ្រួសារខ្ញុំក៏ទៅមើលទៅអត់មានអ្នកណាគេចាយលុយសុទ្ធទេមានតែ7 8អ្នកគ្រួសារខ្ញុំទេចាយលុយសុទ្ធខ្ញុំមកដំបងឃើញតែគេទៅទិញអីវ៉ាន់ទិញអីគេអត់យកលុយទៅទិញទេគេហុចតែกระดาษសភៅហើយគេកត់ខ្ញុំឆ្ងល់ខ្ញុំសួរបងខ្ញុំថាហ្នឹងគេហៅសិនដល់ពេលគេបើកលុយបានគេកាត់យកចឹងសោះហើយនៅខាងឆ្វេងជាហៀងនៃកប៉ាល់ហ្នឹងខានដើរតែ2ថ្ងៃទេបងស្រាប់តែពេលដើរមកលើកនេះម៉ែឲ្យឡើងណែនរត់ទៅផ្លូវដើមចង់ឃើញមនុស្សច្រើនឡើងកោះកបងប្អូនអើយហើយនេះគេចូលក្នុងរោងខ្លះហ្នឹងណាតែបើពេលល្ងាចវិញបងប្អូនមិនបាច់និយាយទេអូយថាច្រើនមែនតើណាឡើងដូចចាប់ចូលសបុកចឹងហើយឃើញគេធ្វើរោងច្រើនហ្នឹងមិនមែនគេធ្វើហ្វ្រីណាបងប្អូនពេលគេមកជួយធ្វើរោងម៉ែខាអញ្ចឹងទៅម៉ែខាឲ្យម្នាក់ប្រមាណ100អញ្ចឹងណាធ្វើម្ដងពេលរូបពេលធ្វើសិតតែបានលុយឲ្យតែយើងជួយគាត់ហើយអ្នកដែលកំពុងតែធ្វើរោងហ្នឹងសុទ្ធតែជាខ្មែរយើងទាំងអស់មិនថាអ្នកលក់ដូរឬក៏អ្នកធ្វើរោងឬក៏ធីវខាងគាត់សិតតែជាខ្មែរយើងទាំងអស់នឹងឯងថាធីវខ្ញុំឬក៏ធីវគេទេម្នាក់បុកមកកប៉ាល់នេះច្រើនមែនទែនសុំសម្រាប់នៅលើកប៉ាល់នេះដោយសារតែអត់មានកប៉ាល់ឡើងកប៉ាល់គេមិនទាន់ចូលការងារហើយកប៉ាល់ខាងខ្ញុំនឹងការងារក៏មិនទាន់ចូលហើយការសារៈហ្នឹងមុនចូលឆ្នាំសកលហើយម្នាក់ដេកចាំការងារដល់កោហើយនៅលើកប៉ាល់គេធម្មតាវាពិបាកសុំទឹកមែនទែនយើងដេកនៅឡាំគេពិបាកណារឿងទឹករឿងអីហ្នឹងអ្នកធ្វើការនៅលើកប៉ាល់កំសត់ពេលត្រង់ថាយើងអត់មានទឹកប្រើគ្រប់គ្រាន់ណាពេលខ្លះបើចំតកែចិត្តល្អទៅគ្រាន់តិចបើចំតកែចិត្តក្តីអថ័យផងវេទនាទៅហើយបងប្អូនមួយចំនួនទៀតតកែខ្លះឲ្យសិនហើយតកែខ្លះឲ្យចាយលុយសុទ្ធអញ្ចឹងក៏វេទនាដែរតកែខ្លះអត់ឲ្យសិនដោយសារតែមានលោកน้องមានកូនចៅគាត់ធ្លាប់បោកគាត់រត់ចោលចាពាក់លុយច្រើនទៅរត់ចោលដល់ពេលអញ្ចឹងទៅគាត់លែងឲ្យសិនហើយដល់ពេលអ្នកក្រោយមកធ្វើការគ្នាថ្មោះត្រង់មានអីអត់មានឲ្យសិនអត់មានឲ្យអីទេអញ្ចឹងហើយ
ហើយបើគ្មានលុយសុទ្ធអត់អីចាយអញ្ចឹងហើយអ្នកក្រោយកម្មក្រាស់ហ្មង